ពេលlàយើងមេវាញ៉ោះហើយវានៅតែសម្បុកទេបងប្អូនបាទហើយសម្បុកនេះយើងយកមកចាក់នៅកន្លែងភ្នំជីបាទភ្នំជីអញ្ចឹងបើតែវាមើលទៅវាឃើញខ្លះនៅសល់អញ្ចឹងជារើស្ដាយវាបងប្អូនបាទតម្រាំបានមេមកគូហ្នឹងយើងចំណាយពេលអស់រាប់ខែតម្រាំបានយកមកធ្វើពូជបានណាហើយនឹងជាបងប្អូនដែលចូលចិត្តការចិញ្ចឹមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមតកៅដួងអញ្ចឹងណាបងប្អូនអាចចុច subscribe ម្នាក់មួយចុចរូបម្ដងមកបងប្អូនបាទហើយ comment ខាងក្រោមដាក់ចង់ចិញ្ចឹមណាខ្ញុំចែកឲ្យបងប្អូន free ទេបងប្អូនបាទហើយខ្ញុំសូមដាក់ កាហ្វេទៅមួយកែវទេបងប្អូនបាទអត់មានកណ្ដាច់ទេបងប្អូនហើយដោយសារវាមានសម្លេងម៉ូតូផ្លូវឡានអីគឺជាការធម្មតាយើងនៅក្បែរផ្លូវបងប្អូនបាទ